សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy Studio ថ្ងៃនេះផងដែរខ្ញុំមកធ្វើការនិយាយអំពីតួអង្គ10នាក់ដែលខ្លាំងជាង Luffy អញ្ចឹងខ្ញុំធ្វើវាម្ដងហើយអ្នកទាំងអស់គ្នាប៉ុន្តែថ្ងៃនេះខ្ញុំមកធ្វើការនិយាយសារថ្មីហើយយើងមកធ្វើការ update ផងក៏ដូចជាយើងនិយាយសារថ្មីដើម្បីឲ្យវាបានបោះក្បាយជាងមុនអញ្ចឹងណាអូខេហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នា Let's go តួអង្គទី1ដែលខ្លាំងជាង Luffy នោះគឺ Rocky Sebe គាត់គឺជាអតីតសត្រូវរបស់ Roger ហើយនឹង Garp គាត់គឺជាមេដឹកនាំរបស់ Rock Pirateដែលមានសមាជិកនៅក្នុងក្រុមរបស់គាត់ដូចជា Whitebeard, Kaido, Big Mom ផងដែរតួអង្គទី2នោះគឺ Imu គឺជាតួអង្គដែលមិនទាន់មានអត្តសញ្ញាណច្បាស់លាស់ឡើយហើយយើងក៏មិនទាន់មានព័ត៌មានអំពីតួអង្គនេះច្បាស់ដែរតែអ្នកទាំងអស់គ្នាគិតថាតួអង្គនេះគឺជាមនុស្សឬក៏ជាអ្វីផ្សេងទី3នោះគឺ Gorosei Fire Elder ពួកគេអាចមាន immortality ឬក៏ Devil Fruit ដ៏អស្ចារ្យណាមួយពួកគេអាចខ្លាំងជាង Luffy ដោយសារតែពួកគេគឺជា teamហើយពួកគេក៏ជាក្រុមមួយដែលប្រយុទ្ធខ្លាំងផងដែរចំណែកឯតួអង្គទី4នោះគឺ Blackbeard ឥទ្ធិពលនៃ Yami no Mi ហើយនិង Gura no Mi របស់ Blackbeard គឺមានសមត្ថភាពខ្លាំងមែនទែនសមត្ថភាពដែលខ្មៅងងឹតរបស់គេគឺអាចធ្វើឲ្យគេយកឈ្នះទៅលើសត្រូវរបស់គេជាច្រើនអ្នកបូករួមជាមួយនឹងល្បិចដ៏ច្រើនមហាសាលរបស់ Blackbeard នោះគឺធ្វើឲ្យ Blackbeard ជាប់ជាតួអង្គមួយដែលខ្លាំងជាង Luffy ផងដែរតួអង្គទី5ដែលខ្លាំងជាង Luffy នោះគឺបានទៅលើ Shanksអ្នកទាំងអស់គ្នាដែលជា fan រឿង One Piece ហើយក៏ជា fan របស់ Luffy អ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថា Shanks គឺជា idol របស់ Luffy ហើយ Shanks ក៏ជានិមិត្តរូបម្នាក់របស់ Luffy ផងដែរ Shanks មិនមានផ្លែឈើបិសាចឬ Devil Fruit ណាមួយទេប៉ុន្តែគឺ Shanks គឺគាត់ចេះ Haki ច្រើនខ្លាំងមែនតើ Haki របស់គាត់គឺអាចបញ្ជាសត្វធំៗជាច្រើនក្បាលអាចបញ្ឈប់ Kaido បានហើយបូករួមជាមួយនឹងសមត្ថភាពពិសេសរបស់គាត់ជាច្រើនទៀតដែលយើងមិនសូវបានឃើញដល់កន្លែងនេះខ្ញុំចង់សួរអ្នកទាំងអស់គ្នាមួយថាតើអ្នកទាំងអស់គ្នាមើលរឿង One Piece ហ្នឹងដល់អេពីសូតទីប្រហែលហើយឬក៏មើលដល់អេពីសូតទី1127តែម្ដងហ្នឹងហើយសម្រាប់ខ្ញុំគឺខ្ញុំទៅមើលបាន700ភាគជាងទេអ្នកទាំងអស់គ្នាអញ្ចឹងគឺវានៅវែងឆ្ងាយទៀតដែលខ្ញុំអត់ទាន់ដឹងអញ្ចឹងណាអូខេហ្នឹងហើយអញ្ចឹងបើអ្នកទាំងអស់គ្នាមើលដល់អេពីសូតទីប្រហែលជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យខ្ញុំបានដឹងអញ្ចឹងណាយើងចូលទៅកាន់តួអង្គទី6ដែលខាងជា Luffy នោះគឺ Akainu គឺជាអ្នកដែលសម្លាប់ជាមួយនឹងសមត្ថភាព Magma no Mi របស់គាត់សមត្ថភាពរបស់គាត់មួយនេះអាចជួយឲ្យគាត់សម្លាប់ទៅលើក្រុមមួយនៅក្នុងពេលតែមួយតែម្ដងLuffy តែងតែចង់ប្រយុទ្ធជាមួយនឹង Akainu ដើម្បីសងសឹកឲ្យអតីតកាលរបស់គាត់នោះគឺសងសឹកឲ្យ Ace ពីព្រោះថា Akainu នេះគឺជាអ្នកដែលសម្លាប់ Ace ចំណែកឯតួអង្គទី7នោះគឺ Monkey D. Dragon គឺត្រូវជាឪពុកបង្កើតរបស់ Monkey D. Luffy ផ្ទាល់ហើយគាត់គឺជាមេបដិវត្តប្រឆាំងជាមួយនឹង World Government ជាធម្មតាទេដែលឪពុកគឺតែងតែខ្លាំងជាងកូនបែបនេះហើយយើងចូលទៅកាន់តួអង្គទី8នោះគឺ Kizaruបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានទស្សនាអេពីសូតទី1127ទេខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាទៅទស្សនាអេពីសូតនេះមុនដោយសារតែអេពីសូតនេះគឺជាអេពីសូតដែល Luffy ត្រូវប្រយុទ្ធជាមួយនឹង Kizaru នេះផងដែរ Kizaru គឺជាតួអង្គមួយដែលមានសមត្ថភាពខ្លាំងមែនទែនហើយសមត្ថភាពរបស់គាត់នោះគឺគាត់អាចបាញ់កាំពន្លឺបាននៅក្នុងនោះគាត់ក៏ជា Admiral មួយរូបផងដែរសមត្ថភាពពិសេសហើយនឹងខ្លាំងរបស់គាត់គឺអាចជួយឲ្យគាត់មានសមត្ថភាពខ្លាំងជាង Luffy ផងដែរហើយមកដល់បច្ចុប្បន្ននេះខ្ញុំក៏អត់ទាន់ដឹងថាតើគាត់ធ្លាក់តំណែងដែលខ្លាំងជាង Luffy ឬក៏នៅដែរអញ្ចឹងយើងមានតែរងចាំទស្សនារឿងនេះបន្តទាំងអស់គ្នាទេអ្នកទាំងអស់គ្នាទី9នោះគឺ Saturn គឺជាសមាជិកមួយនៅក្នុង Gorosei Fire Elderគាត់បានចូល Egghead Island ដោយផ្ទាល់គាត់មានសមត្ថភាពបង្រួមសត្វទាំង Teleport ហើយនឹងគាត់មាន Haki ខ្លាំងយើងក៏មិនទាន់ដឹងថាគាត់គឺជាមនុស្សឬក៏អ្វីនៅឡើយតួអង្គទី10ហើយក៏ជាតួអង្គចុងក្រោយនោះគឺ Kaido គឺបានចូលរួមជាមួយសង្គ្រាម Wano ហើយគាត់ត្រូវបានគេចាត់ទុកថាជាតួអង្គដែលខ្លាំងជាងគេផងដែរមិនត្រឹមតែមាន Devil Fruit ខ្លាំងទេប៉ុន្តែគាត់ក៏មាន Advent Conqueror Haki ផងដែរ Haki នេះគឺជា Haki ដែលខ្លាំងជាចុងក្រោយគាត់ក៏ត្រូវបានចាញ់ដោយស្នាដៃរបស់ Luffy ដែរតែប្រសិនបើមិនមាន Luffy Gelfy ទេនោះ Luffy ក៏មិនងាយនឹងយកឈ្នះទៅលើ Kaido ផងដែរដូច្នេះហើយទើបគេចាត់ទុកថា Kaido ក៏ជាតួអង្គដែលខ្លាំងជាង Luffy ផងដែរអូខេអ្នកទាំងអស់គ្នាចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហើយក៏អធិស្ឋានមកដែរបើសិនជាមានកំហុសខុសឆ្គងលើវីដេអូនេះដោយសារតែខ្ញុំក៏សាយជ្រាវមិនសូវបានល្អដែរអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយយើងជួបគ្នានៅលើវីដេអូក្រោយទៀតអ្នកទាំងអស់គ្នាបាយបាយ